គ្រាន់តែខានជីកាត់ចូលលេងប្រហែលខែសោះបាទឥឡូវបាទប្រហែលខែចុងក្រោយនេះក៏ខ្ញុំនឹកឃើញថាយើងឆ្លងកាត់បាទតាមតំបន់ហ្នឹងណាបាទជីកាត់តាមនឹងនឹកឃើញថាចង់ឈៀងចូលទៅលេងនៅភ្នំសំពៅក៏ប៉ុន្តែចូលមកដល់ភ្លាមអ្នកនរគ្នាវាក់នៅរបស់ថ្មីបងប្អូនដោយសារតែខានចូលមកយូរហើយថ្ងៃហ្នឹងបាទគឺថាគ្រាន់តែចូលមកព្រាមមានអារម្មណ៍ថារំភើបមែនទែនបងប្អូនដោយសារតែឃើញទីធ្លាបាទឃើញកន្លែងអាប់ដេតថ្មីចេះមានអារម្មណ៍ថារំភើបខ្លាំងមែនទែនបាទហ្នឹងហើយពុកម៉ែបងប្អូនគឺថាមើលទៅទីធ្លាធំបាទហើយនិយាយទៅស្អាតមែនទែនអ្នកនរគ្នាដោយសារតែមានរូបបាទព្រះពុទ្ធបដិមាឡើងធំបាទនៅខាងលើជាប់ជញ្ជាំងនៅភ្នំសំពៅយើងតែម្ដងហ្នឹងបើសិនជាពុកម៉ែបងប្អូនបើសិនជាចង់មកទស្សនាអាចមកទស្សនាហើយទៅបងប្អូនអ្នកខ្លះដោយសារតែគាត់ហ្នឹងបាទមានពេលវេលាខ្លីត្រង់អីបាទឱកាសបុណ្យចូលឆ្នាំខាងមុខនេះណាបងប្អូនអាចមកទស្សនាបានដោយសារតែបងប្អូនខ្ញុំថាពេលវេលាបងប្អូនខ្លះដោយសារតែបងប្អូនខ្លះគាត់ទៅធ្វើការនៅស្រុកគេអញ្ចឹងណាបាទអញ្ចឹងទៅរយៈពេលដែលគាត់បានមកកំសាន្តមកទស្សនាលេងនៅស្រុកខ្មែរហ្នឹងបានរយៈពេលតែខ្លីទេបាទត្រឹមអាទិត្យពីរអាទិត្យអ្នកខ្លះក៏ត្រឡប់ទៅវិញអញ្ចឹងហើយបងប្អូនកុំឲ្យខាតពេលឬក៏ចង់ឃើញចង់ដឹងបងប្អូនអាចមកទស្សនានៅភ្នំសំពៅនេះយើងបានបងប្អូនបាទហើយកុំភ្លេចជួយ share ប្រាប់បងប្អូនយើងផងអ្នកខ្លះគាត់គិតថាភ្នំសំពៅទៅលេងឡើងភ្នំធម្មតាតែកំពិតអ្នកនរគ្នានៅខាងក្រោមឥឡូវគេអាប់ដេតច្រើនណាជាពិសេសបងនឹងគាត់ចូលចិត្តថតរូបណាបាទគឺថាប្លង់ត្រូវអេមតែម្ដងបាទហ្នឹងហើយបងប្អូនឱកាសបុណ្យចូលឆ្នាំខ្មែរយើងនៅខាងមុខនេះឆាប់ស្អែកខាងស្អែកនេះហើយបងប្អូនអញ្ចឹងបាទកុំភ្លេចបាទហៅបងប្អូនក៏ដូចជា share វីដេអូប្រាប់គ្នាផងដើម្បីឲ្យគាត់ឃើញណាបាទអ្នកខ្លះក៏គាត់បានដឹងអ្នកខ្លះក៏គាត់មិនតាន់បានដឹងទេបងប្អូនខ្លះក៏គិតថាភ្នំសំពៅយើងគ្រាន់តែឡើងទៅលេងខាងលើណាបាទក៏ប៉ុន្តែឥឡូវมันមានតែខាងលើទេបងប្អូនអើយឌីកខាងក្រោមស្អាតណាស់បាទសម្រាប់បងប្អូនដែលចង់ថតរូបឬខ្ញុំថាអញ្ចឹងហើយមិនត្រឹមតែប៉ុណ្្នឹងទេបងប្អូនគឺថានៅចិត្តហ្នឹងណាបងប្អូនមានដឹងទេបាទគឺថាយើងមានទាំងលាអាងសัตว์ប្រជិវទៀតបងប្អូនពេលថ្ងៃបងប្អូនមកទស្សនាទៅល្ងាចឡើងបាទអាចចូលមកត្រឡប់ចូលមកវិញអាចនឹងមើលវិជិវបានបងប្អូននេះបងប្អូនរុនវិជិវណាបើថាល្ងាចឡើងច្រើនណាបងប្អូនអើយវិជិវចេញមករាប់ម៉ឺនរាប់ពាន់ក្បាលបាទច្រើនខ្លាំងមែនទែនវាទៅរួចចំណីណាបាទហើយទៅបាទកន្លែងហ្នឹងពិតជាសស្អាតមែនទែនបាទមិនថាពេលព្រឹកពេលល្ងាចពេលថ្ងៃទេបងប្អូនអាចមកថតរូបបាទទុកជាអនុស្សាវរីយ៍បានអ្នកទាំងអស់គ្នាហ្នឹងហើយបងប្អូនឥឡូវនេះការដែលគាត់ធ្វើណាបាទជាងគាត់កំពុងតែរៀបចំបន្ថែមហើយមិនទាន់បានជាគ្រប់ចុងចោល 100% ទេហ្នឹងហើយបងប្អូនចាំនៅពេលដែលគេ support ថាកន្លែងនឹងរៀបចំហើយយើងចាំតាមដានទស្សនានៅវីដេអូคลิปធំៗដែលគាត់ចេញណាបងប្អូននេះគ្រាន់តែជាគោលខ្លីៗទេដែលខ្ញុំបានទៅថតនឹកឃើញថាយើងជីកកាត់ហើយបងប្អូននិយាយទៅគ្រាន់តែយើងជីកកាត់មកព្រាមចូលទៅភ្លេនឹងមានអារម្មណ៍ថារំភើបខ្លាំងមែនទែនបាទអ្នកទាំងអស់គ្នាបើមិនជឿទេអ្នកទាំងអស់គ្នាអាចទៅទស្សនាខ្លួនឯងបានបាទជាពិសេសបងប្អូនដែលមកថ្មីទៅមកពីធ្វើការរោងចក្រមកពីស្រុកគេអីណាបងប្អូនបាទមុននេះយើងឈានឡើងទៅលើភ្នំសំពៅអីបងប្អូនអាចបាទថតរូបកំសាន្តលេងនៅខាងក្រោមនឹងសិនជាពិសេសបងប្អូនជីកាត់បាទពីខេត្តបាត់ដំបងទៅមកជួរស្រុកសំឡូតទៅមកជួរចកាស្វាយចកាអីណាបងប្អូនអាចឈៀងចូលមកក្នុងសំពៅសិនមកបាទគឺថាខាងក្រោមនឹងមានការរីកខ្លះបាទហើយសោយបុកបងប្អូនជួនកាលមកលេងតែឆ្នាំក្រោយនៅឃើញហ្នឹងមិនតាន់បានទៅលេងស្រុកទេអញ្ចឹងទៅខាតពេលបាទអ្នកទាំងអស់អាចថតរូបទុកជាអនុស្សាវរីយ៍បានលេងសិនតម្រាំតកតឌីកហើយបាទរៀបចំប្លង់បាទផ្សេងហើយណាបងប្អូនហ្នឹងហើយពុកម៉ែបងប្អូនវីដេអូយើងខ្លីទេបាទបើសិនជាពេញចិត្តកុំភ្លេចជួយចុចបេះដូងនិងចុច share ឲ្យម្នាក់មួយផងដើម្បីឲ្យពុកម៉ែបងប្អូនយើងមួយចំនួនណាបាទគាត់បានដឹងហើយកុំភ្លេចជួយផ្សព្វផ្សាយបាទឲ្យបាទនៅខេត្តផ្សេងគាត់បានមកទស្សនាបាទស្រុកគេផ្សេងមកទស្សនាយើងផងបាទវីដេអូយើងមានតែប៉ុណ្្នឹងទេបងប្អូនបាទអរគុណច្រើនសម្រាប់ពេលវេលាដ៏មានតម្លៃសម្រាប់បងប្អូនដែលមកទស្សនាវីដេអូរបស់ខ្ញុំបាទសូមជូនពរពុកម៉ែបងប្អូនបាទក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនេះជួបតែសំណាងល្អនិងរស់ស៊ីទទួលទានមានបានធ្វើដំណើរមានសុខសុវត្ថិភាពទាំងអស់គ្នាបាយបាយ